ចាទស្សនិកជនជាទីគោរពដោយដែលមេតិកាបានជម្រាបជូនលោកអ្នកអំបញ្ញមិញហើយព័ត៌មានសំខាន់ជាដំបូងយើងនឹងលើកឡើងពាក់ព័ន្ធជាមួយនឹងស្ថានភាពបាតកម្មដែលកើតមានឡើងនៅពេលកន្លងមកនេះហើយពាក់ព័ន្ធជាមួយនឹងស្ថានភាពបាតកម្មនេះផងដែរគឺយើងឃើញថាមិនត្រឹមតែប្រជាពលរដ្ឋនោះទេសម្ដេចតេជោហ៊ុនសែនគឺលោកបានលើកឡើងថាលោកនឹងមិនអត់ឱនទោសសម្រាប់អ្នកដែលបង្កនៅករណីបាតកម្មទៅលើតំណាងរាស្ត្រនោះទេហើយក៏បានបញ្ជាចាបាតកម្មគាត់អត់ខាត់ទេក៏ប៉ុន្តែបង្កករណីហិង្សាក៏ដូចជាវាយដំទៅលើអ្នកតំណាងរាស្ត្រព្រោះថាអ្នកតំណាងរាស្ត្រគឺមានអភ័យឯកសិទ្ធិរបស់គេអញ្ចឹងហើយរឿងបាតកម្មគឺវាមិនមែនជារឿងខុសច្បាប់ទេសម្ដេចបានលើកឡើងអញ្ចឹងក៏ប៉ុន្តែការបង្កជាអំពើហិង្សាដ៏ធ្ងន់ធ្ងរទៅដល់តំណាងរាស្ត្រគឺជារឿងដែលធ្ងន់ធ្ងរជាទីបំផុតចាទស្សនិកជនដូច្នេះហើយគឺនាងខ្ញុំក៏សូមអនុញ្ញាតលើកឡើងអំពីការលើកឡើងរបស់សម្ដេចតេជោពាក់ព័ន្ធជាមួយនឹងបញ្ហាករណីអំពើហិង្សាមួយនេះផងដែរយើងឃើញថាបន្ទាប់ពីវិលត្រឡប់មកពីបំពេញទស្សនកិច្ចពីសាធារណរដ្ឋបារាំងគិតនឹងបានន័យថាក្រោយរយៈពេល2ថ្ងៃនៃអំពើហិង្សាในอำเภอហង្សាចាទៅលើតំណាងរាស្ត្រចំនួន2រូបនៅឯក្បែរវិមានរដ្ឋសភាសម្ដេចតេជោហ៊ុនសែនបានថ្លែងពីសភាពការដែលពាក់ព័ន្ធទៅនឹងការធ្វើបាតកម្មទាំងក្រៅប្រទេសដែលប្រឆាំងទៅនឹងសម្ដេចនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងនៅឯខាងក្រៅប្រទេសក៏ដូចជាទាំងក្នុងប្រទេសប្រឆាំងទៅនឹងអាដាមកឹមសុខាដោយបាតកោបានទាមទារឲ្យសម្ដេចហេងសំរិនដកដកអាដាមកឹមសុខាចេញពីតួនាទីជាអនុប្រធានរដ្ឋសភាយើងចង់ដឹងថាការលើកឡើងរបស់សម្ដេចហ៊ុនសែនយ៉ាងណានោះបន្តិចទៀតនេះគឺយើងនឹងមានការចាក់ផ្សាយជូនហើយយើងឃើញថាការថ្លែងរយៈពេលជិត12នាទីដែលចាក់ផ្សាយនៅតាមគ្រប់បណ្ដាប៉ុស្តិ៍ទូរទស្សន៍នៅក្នុងប្រទេសសម្ដេចតេជោហ៊ុនសែនបានអះអាងថាសភាពការហាក់មានមន្ទិលសង្ស័យជាច្រើនដែលកើតមានឡើងស្របពេលគ្នានៅពេលដែលបានន័យថានៅពេលដែលសម្ដេចអញ្ជើញទៅក្រៅប្រទេសហ្នឹងក៏មានអំពើហិង្សាទៅលើមានចាស់ករណីបាតកម្មហើយដែលឡែកនៅក្នុងប្រទេសវិញក៏មានករណីអំពើហិង្សាទៀតនេះគឺជាមន្ទិលសង្ស័យដែលកើតឡើងដែលសម្ដេចបានលើកឡើងហើយយើងឃើញថាតែរឿងមួយដែលសម្ដេចទាមទារជាដាច់ខាតនោះគឺការនាំខ្លួនជនដៃដល់ដែលបង្កហិង្សាមកលើតំណាងរាស្ត្រនៃគណៈបកសង្គ្រោះជាតិបើទោះបីជាអ្នកនោះជាអ្នកគ្រប់គ្រងគណៈបកណាក៏ដោយហើយជាអ្នកណាក៏ដោយនេះគឺជាការលើកឡើងរបស់សម្ដេចសូមអញ្ជើញស្ដាប់ប្រសាសន៍របស់សម្ដេចហ៊ុនសែនដោយផ្ទាល់ចា៎ប៉ុន្តែយ៉ាងណាក៏ដោយសិទ្ធិបាតកម្មត្រូវបានគោរពអ្វីដែលជាការមិនអាចយោគយល់នឹងមិនអាចអត់ឱនឲ្យបានគឺបាតកម្មនេះបន្ទាប់ពីបាតកម្មត្រូវបានរំសាយនៅទីក្រុងភ្នំពេញក្នុងចន្លោះបើតាមរបាយការណ៍ដែលខ្ញុំប្រកាសណាខ្ញុំប្រជុំអំបញ្ញនេះបាតកម្មត្រូវបានរំសាយមុនម៉ោង11ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺមានឧបទ្ទហេតុរបួសអ្នកតំណាងរាស្ត្រ2រូបនៅក្រោយម៉ោង12ថ្ងៃត្រង់ហើយនោះទៅវិញមាននៅការលើកឡើងនៅប្រធានបទមួយចំនួនទាក់ទិននឹងរឿងនេះរឿងនោះការជេរគ្នាស្នេហាត្រីកោណការសងសឹកគ្នាយ៉ាងនេះយ៉ាងនោះក៏ប៉ុន្តែខ្ញុំប្រកាសណាខ្ញុំចាត់ទុកថាទោះបីរឿងអ្វីក៏ដោយមិនត្រូវឲ្យមានអំពើហិង្សាកើតឡើងជាដាច់ខាតមិនត្រឹមតែប៉ះពាល់ទៅលើរូបរាងកាយនៃអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិទេបើទោះបីជាប្រជាពលរដ្ឋធម្មតាក៏មិនត្រូវទទួលផលប៉ះពាល់ណាមួយដែលចេញមកពីអំពើហិង្សានោះដែរដូច្នេះថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំបានចេញបទបញ្ជាតាំងពីនៅទីក្រុងប៉ារីសក៏បានចេញបទបញ្ជាខ្លះក៏ប៉ុន្តែថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំប្រកាសជាផ្លូវការសូមឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់ដែលប្រព្រឹត្តហិង្សាលើអ្នកតំណាងរាស្ត្រទាំងពីររូបយើងមិនអាចយោគយល់និងអត់ឱនឲ្យចំពោះអ្នកប្រព្រឹត្តបើទោះបីអ្នកនោះជានរណាក៏ដោយទាំងអ្នកគ្រប់គ្រងគណៈបព្វជិជន
គ្រប់គ្រងរាជរដ្ឋាភិបាលឬគ្រប់គ្រងបពប្រឆាំងឬអ្នកណាក៏ដោយដែលប្រព្រឹត្តនៅអំពើដ៏ថោកទាបនេះគឺត្រូវតែចាប់យកមកប្រន្ទាទោសឲ្យខាតតែបានចាទស្សនិកជនប្រកាសជាលោកអ្នកបានជ្រួតជ្រាបហើយបន្ទាប់ពីសម្ដេចតេជោបានថ្លែងទៅកាន់មហាជនពាក់ព័ន្ធជាមួយនឹងករណីអំពើហិង្សាដែលកើតមានឡើងទៅលើតំណាងរាស្ត្រទាំងពីររូបបើទោះបីជាតំណាងរាស្ត្រនោះគឺជាខាងភាគីខាងគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងយ៉ាងណាក៏ដោយយើងឃើញថាកាលពីថ្ងៃទី27ខែតុលាឆ្នាំ2015អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះអំពើដែលបានកើតឡើងហើយលើពីនេះទៅទៀតរាជរដ្ឋាភិបាលបានហៅទង្វើដែលកើតឡើងទៅលើតំណាងរាស្ត្រមកចំពោះគណៈបកសង្គ្រោះជាតិនេះថាជាអំពើដែលបង្កឡើងដោយជនមួយក្រុមតូចចា៎អ្វីដែលជាគេហៅថាការសង្ស័យដោយដែលប្រសាសន៍របស់សម្ដេចក៏ដូចជារបាយការណ៍ដែលគេបានធ្វើពាក់ព័ន្ធជាមួយនឹងបាតកម្មនេះមានន័យថាវងបាតកម្មបានបំបែកនៅកំឡុងម៉ោង11ឬក៏មុនម៉ោង11ហើយប៉ុន្តែហិង្សាដែលកើតឡើងចំពោះទៅលើតំណាងរាស្ត្រគឺកើតឡើងនៅកំឡុងម៉ោងជាង12អញ្ចឹងហើយវាមានគេហៅថាភាពសង្ស័យមួយអញ្ចឹងវាអាចមានគេហៅថាជនណាម្នាក់ឬក៏ជនទី3ដែលព្យាយាមទម្លាក់កំហុសឬក៏បង្កទៅលើវងបាតកម្មពាក់ព័ន្ធជាមួយនឹងថាទម្លាក់កំហុសទៅលើខាងបាតកម្មឬបាតកោដែលបានធ្វើបាតកម្មទៅលើនឹងអញ្ចឹងហើយសម្ដេចក៏បានមានប្រសាសន៍ថាបើសិនជាការធ្វើបាតកម្មគឺមិនមែនជារឿងដែលខុសច្បាប់នោះទេព្រោះថាប្រជាពលរដ្ឋមានសិទ្ធិនៅតវ៉ានិងបញ្ចេញមតិនៅអ្វីដែលខ្លួនមិនពេញចិត្តបាទស្វាគមន៍មកកាន់វគ្គព័ត៌មានសន្តិសុខសង្គមដែលព័ត៌មានជាដំបូងគេគឺតាក់ទិនទៅនឹងការចាប់ផុតខ្លួននិងបញ្ជូនទៅសាលាដំបងខេត្តបាត់ដំបងនៅជនល្មើសចំនួន2រូបបាទដែលជាប់ពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនរហូតដល់ជិត200កញ្ចប់ឯនោះជនសង្ស័យ2នាក់ត្រូវបាននគរបាលក្រុងបាត់ដំបងបង្ក្រាបចាប់ខ្លួនបាននិងបានបញ្ជូនទៅតុលាការនៅថ្ងៃម្សិលមិញបន្ទាប់ពីរកឃើញថាពួកគេមានជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន190កញ្ចប់នៅភូមិវត្តគោសង្កាត់វត្តគោក្រុងបាត់ដំបងខេត្តបាត់ដំបងជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះប៊ុនផារ៉េតហៅនេកូភេទប្រុសអាយុ33ឆ្នាំរស់នៅភូមិកាត់ហែកខាងលើហើយភ្លាមនោះសមត្ថកិច្ចបានដកហូតបានថ្នាំញៀនប្រភេទម៉ាតកកចំនួន188កញ្ចប់តូចមានទម្ងន់ស្មើនឹង32កណ្ដោះសញ្ញា34ក្រាមទូរស័ព្ទ5គ្រឿងនិងទាំង1ម៉ែត្រសម្រាប់ជក់ចំនួន5ដើមនគរបាលក្រុងបាត់ដំបងបានដឹងថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចបានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលមានឈ្មោះថាជួនវិចិត្រភេទប្រុសអាយុ32ឆ្នាំក្នុងភូមិបាដាត្បូងឃុំរស្មីសង្ខាស្រុករតនមណ្ឌលខេត្តបាត់ដំបងដោយដកហូតបានថ្នាំញៀនប្រភេទមេតាំហ្វេតាមីនម៉ាតកករួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតផងដែរក្រោយពីសួរនាំជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់